បាទជំរាបសួរបងប្អូនទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំបានលើកយកពាក្យពីរគឺពាក្យញាតកានិងពាក្យញាតមកចែកជូនបងប្អូនបាទដើម្បីឲ្យយល់ន័យហើយនឹងចេះប្រើពាក្យទាំងពីរនេះបានជាខ្ញុំលើកពាក្យទាំងពីរនេះពីព្រោះថានៅពេលធ្វើបុណ្យបាំងសកលឬបុណ្យតេខិណានុពទានក្តីបាទអាចារ្យហើយនឹងពុទ្ធបរិស័ទតែងនាំគ្នាសូត្រថាចេះសូត្រថាញាតិកាបាទញាតិកាអញ្ចឹងហើយបានជាខ្ញុំលើកយកពាក្យនេះមកសរសេរចែកជូនបងប្អូនទាំងអស់មិនមែនញាតិកាទេញាតកាបាទសរសេររបៀបនេះបាទញាតកាប្រែថាពួកញាតបាទហើយញាតកាបានសរសេរដូចនេះវាមកពីញាធាតណាញាប្រែថាដឹងហើយនឹងតិបច្ច័យអតិលុបអតិចេញទៅនៅសល់តនឹងទៅហើយកសកថាបាទកសកថាច័យទៅជាញាតកាបាទញាតកាប្រែថាពួកញាតហើយមួយទៀតញាតិនេះញាតិយើងអានថាញាតសរសេរញោដាក់ស្រៈអាតដាក់ស្រៈអេនាមប្រែថាអ្នកដែលរួមលោហិតនឹងគ្នាខាងឪពុកនិងម្ដាយហ្នឹងរួមលោហិតជាមួយគ្នាខ្សែលោហិតខាងឪពុកនិងម្ដាយហើយបើប្រសិនបាទគេនិយាយដល់ញាត7សន្តានវិញសូមបងប្អូនមើលតារាងខ្ញុំនេះបាទញាត7សន្តានគឺនិយាយពីខ្លួនឯងសិនណាខ្លួនឯងមួយខ្លួនឯងហើយខ្លួនឯងនឹងមានជួរទៅខាងលើ3បាទទៅខាងលើ3គឺម្ដាយនិងឪពុកបាទម្ដាយនិងឪពុកនឹងហើយទី2ពីបន្ទាប់គឺជីដូនជីតាគឺតាយាយនឹងឯងហើយទី3គឺតាទួតយាយទួតបាទនឹងទី3តាទួតយាយទួតអ្នកនៅបែកខាងក្រោមវិញបាទបន្ទាប់ពីខ្លួនយើងគឺកូនយើងកូនរបស់យើងណាបាទកូនគឺទាំងប្រុសទាំងស្រីនឹងឯងកូនហើយបន្ទាប់ពីកូនទៅគឺចៅបាទចៅទាំងប្រុសទាំងស្រីហ្នឹងហើយបន្ទាប់ពីចៅទៅទៀតគឺចៅទួតហ្នឹងចៅទួតកន្លែងនេះមិនបាច់បកស្រាយវែងឆ្ងាយទេចៅទួតអីបងប្អូនស្គាល់ហើយបាទអញ្ចឹងញាតិ7សន្តាននេះគឺមានទាំងអស់7ណាខាងលើ3ខាងក្រោម3ខ្លួនឯង1បូកសរុបគ្នាទាំងអស់ហ្នឹងមាន7ហៅថាញាតិ7សន្តានបាទញាតិ7សន្តានហើយកន្លែងនេះមួយទៀតខ្ញុំសូមបញ្ជាក់ពាក្យថាសន្តានណាបងប្អូនកុំសរសេរយ៉ាងនេះណាកុំសរសេរថាសន្តានរបៀបនេះគឺអត់ត្រូវទេបាទសន្តានរបៀបនេះអត់ត្រូវទេពីព្រោះសន្តាននេះជាហ្នឹងជាអក្សរត្រួតជើងមិនមែនជាពាក្យបាលីទេបាទគឺជាសូសន្តាននេះហើយពាក្យបាលីនោះគឺសណួរជើងតហើយនឹងណមកពីបាលីថាសន្តានៈហ្នឹងប្រែថាតំណហ្នឹងហើយតំណសន្តានៈហ្នឹងតំណអញ្ចឹងញាតិទាំង7សន្តានហ្នឹងដោយបានខ្ញុំបានរៀបរាប់មកអំបញ្ញមិញនេះសូមបងប្អូនជ្រាបបាទសូមសារជាថ្មីម្ដងទៀតពាក្យញាតកាបាទញាតកាសរសេររបៀបនេះបងប្អូនមិនត្រូវសរសេរញាតិកាទេគឺសរសេរញោស្រៈអាតកដាក់ស្រៈអាគឺប្រែថាពួកញាតិហើយចំពោះញាតិនេះសរសេរញោដាក់ស្រៈអាតដាក់ស្រៈអេនាមអ្នកដែលរួមលោហិតនឹងគ្នាខាងម្ដាយនិងឪពុកហ្នឹងតែប៉ុណ្ណឹងហើយបើសិនជាគេនិយាយអំពីញាតិ7សន្តានវិញគឺមានតារាងនេះស្រាប់តាំងពីតាទួតជីដូនតាទួតយាយទួតជីដូនជីតាម្ដាយឪពុកខ្លួនឯងកូនចៅទួតបាទការបកស្រាយរបស់ខ្ញុំសូមបងប្អូនណែយកទៅសរសេរឲ្យបានត្រឹមត្រូវបាទហើយនឹងសូត្រឲ្យបានត្រឹមត្រូវបាទសូមអរគុណសូមជម្រាបលាបាទ